ថ្ងៃហ្នឹងគឺថាញ៉ាំមីហឹរទៀតហើយពុកម៉ែបងប្អូននេះចាប់ផ្ដើមលាងផ្សិតអំបិលលាងហើយថ្ងៃនេះគឺដាក់មី2កញ្ចប់រដងតែមួយកញ្ចប់ទេតែថ្ងៃហ្នឹង2កញ្ចប់ដោយសារផ្សិតយើងច្រើនណាស់ឥឡូវដាក់ដាំទឹកហើយទឹកពុះចាប់ផ្ដើមដាក់ផ្សិតចូលឲ្យអស់ហ្នឹងហើយបងប្អូនហ្នឹងដាក់ផ្សិតចូលទៅចូលឲ្យច្រើនញ៉ាំផ្សិតច្រើនពិតឆ្ងាញ់ឥឡូវផ្សិតហ្នឹងចាប់ផ្ដើមទន់ហើយឥឡូវឆ្អិនបាត់បងប្អូនឆ្អិនហើយបន្ទាប់ពីឆ្អិនហើយក៏ចាប់ដាក់ក្បាក់វារួមអត់មានចានធំដាក់ចឹងមានតែដាក់ក្បាក់ធំផងហើយចានតូចចឹងហើយដាក់ក្បាក់តែម្ដងឥឡូវបន្ទាប់ពីស្រង់ផ្សិតចេញអស់ហើយចាប់ផ្ដើមដាក់ស្រុះមីម្ដងហើយដាក់ស្រុះមីហ្នឹងគឺថាដាក់តាំងកតិចតែម្ដងបងប្អូនព្រោះកុំឲ្យខាតឥឡូវដាក់ស្រុះមីហើយក្របវាទុកហើយមកលាយគ្រឿងផ្សិតឲ្យហើយមុនបងប្អូនពីរួមគឺធ្វើដាក់ផ្សិតហ្នឹងធ្វើដាក់លើកទី1ហើយថ្ងៃហ្នឹងលើកនឹងផ្សិតគឺដាក់ម្ដង2ដុំទៀតច្រើនពេលចឹងទៅក៏ដាក់វាហើយដាក់ទឹកម្ទេសហើយដាក់អំបិលគ្រឿងមីហើយចាប់ដើមមើលមីបន្ទាប់ពីមើលមីហើយគឺថាមីពុះហើយក៏ចាប់ដើមស្រង់ដាក់ចូលទៅក្នុងក្បាក់មើលឥឡូវហ្នឹងគឺចាប់ដើមចាប់មីដាក់ចូលមកចូលកូរវាឲ្យចូលជាតិផ្ដើមកូរហើយឥឡូវគឺថានេះខ្ញុំសម្រាប់ភ្លក់ហើយរសជាតិមីហ្នឹងពេលភ្លក់ទៅមុនដំបូងមានអារម្មណ៍ថាវាហឹរតិចហើយអត់សូវឆ្ងាញ់ទេឥឡូវចាប់ផ្ដើមដាក់គ្រឿងច្របចូលដាក់ហើយឥឡូវដល់ម៉ោងញ៉ាំម្ដងនាទីញ៉ាំហើយបងប្អូនចាថាពេលដែលភ្លក់មួយម៉ាត់មុនដំបូងវាមានអារម្មណ៍ថាហឹរតិចតែដល់ពេលញ៉ាំមែនតើទៅដឹងថាហឹរមិនធម្មតានឹងមិនថាកុំចង់មើលងាយភ្លក់តែមួយម៉ាត់ដំបូងមានអារម្មណ៍ថាវាអត់ហឹរសោះចុងក្រោយអាឡងទឹកភ្នែកយំរកម៉ែព្រោះហឹរឥឡូវគឺថាថតតែបង្ខំបងប្អូនព្រោះហឹរពេកមើលតែមុខទៅដឹងហើយឥឡូវនេះចង់វីដេអូថាអកទឹកតែម្ដង